Yo what's up អ្នកនរគ្នាកាលពីប្រហែលខែមុនខ្ញុំជិះរថភ្លើងពីពេញទៅបរសើនុនិយាយទៅខ្ញុំអត់មានគោលដៅទេខ្ញុំគ្រាន់តែចង់សាកអីដែលថ្មីអញ្ចឹងព្រោះអីមនុស្សទូទៅតែងតែខ្លាចភាពចេញទៅក្រៅខ្ញុំក៏ទេថាវាមិនដែលងាប់ទេតែនៅមួយខ្ញុំតែអាយុ20ឆ្នាំជាងទេខ្ញុំក៏ទេថាខ្ញុំត្រូវធ្វើរឿងមួយដែលខ្ញុំនឹងមិនអាចស្ដាយក្រោយនៅពេលដែលខ្ញុំចាស់ខ្ញុំដើរលេងខ្ញុំជួបមនុស្សថ្មីមួយទៀតខ្ញុំក៏បានជួបនឹងជនបរទេសម្នាក់ដែលគាត់មកពីប្រទេសខ្ញុំបាននិយាយច្រើនមួយគាត់តែអត់បានថតវីដេអូគាត់ហើយក៏ខ្ញុំសុំគាត់និយាយមិនតិចចឹងណាគាត់បានចែកនៅបទពិសោធន៍ថ្មីដែលគាត់ជួបថាយើងនៅក្មេងចឹងយើងគួរតែដើរលេងឲ្យបានច្រើនយើងកុំនៅ stuck នៅមួយកន្លែងចឹង explore new thing ហើយនៅពេលខ្ញុំក៏ឲ្យគាត់ជ័យទៅកាន់ blog ខ្ញុំតិចគាត់និយាយភាសាប្រាំងទេភាសាគាត់មកពីប្រទេសប្រាំង Hello tout le monde. You can speak French Je peux parler français, ouais. Je peux parler français, mais toi tu dois apprendre le français. You need to learn French now. Oui, tu dois apprendre le français maintenant. Yeah. Tu dois t'y mettre dès maintenant et beaucoup travailler. Yeah thank you ហើយនៅពេលយើងមិនចាំចាំងលើពេលក៏បានចេះកណីយល់ហើយប្រើ Google Translate ទៅហើយនៅពេលខ្ញុំទៅជាមួយនឹងមិត្តភក្តិខ្ញុំពេលយើងបានទិញនំប៉័ងទុកញ៉ាំតាមផ្លូវហ្នឹងភាសានៅលើរថភ្លើងហ្នឹងរថភ្លើងទូចអញ្ចឹងទៅអត់មានគេលក់អីទេ So បើអ្នកនរគ្នាទៅកុំភ្លេចទិញឲ្យទុកញ៉ាំតាមផ្លូវផងតែបើអត់ទិញទេយើងនឹងមានចំណតនៅមុខទៀតឯងយើងអាចចុះទិញបាននេះដូចកន្លែងនេះគឺចំណតនៅតាកែវបន្ទាប់ពីចំណាយពេលប្រហែលជា4ម៉ោងជាងពួកយើងបានមកដល់កពតហើយចំណាយពេលប្រហែលជាប្រហែលម៉ោងទៀតបានទៅដល់ក្រុងប្រសេនុជាធម្មតាយើងទៅដល់កំពង់សោមប្រហែលជាម៉ោង1តែសារនេះខ្ញុំទៅដល់ម៉ោង2ពួកយើងក៏បានជិះម៉ូតូដើរលេងតាមមាត់សមុទ្រមើលថ្ងៃលិចហើយក៏បានថតរូបហើយក៏យើងចុះមួយទឹកមួយយើងមួយទឹកស្មាននឹងវាត្រជាក់ហើយមើលថ្ងៃលិចទៀតកោបស្រីវីដេអូហ្នឹងខ្ញុំចង់និយាយថាយើងមិនខ្លាចទេយើងដើរទៅក្រៅជួបមនុស្សថ្មីយើងទទួលបាននៅបទពិសោធន៍ថ្មីនេះគ្មានណាគេខ្វល់ពីយើងយើងធ្វើអីក៏ដោយមិនខ្លាចមិនទៅអីទេហ្នឹងអ្វីដែលខ្ញុំគិតហើយដូចខ្ញុំជួបបរទេសហ្នឹងគាត់ថាពេលខ្លះគាត់ដើរលេងម្នាក់ឯងឡើងជុំវិញពិភពលោកហ្នឹងគាត់អត់ខ្វល់ទេយើងគួរតែធ្វើអញ្ចឹងទៅណាមួយយើងគួរតែធ្វើអ្វីដែលយើងចូលចិត្តទៅបាយជួបគ្នានៅវីដេអូក្រោយ